Steve Jobs បានប្រាប់ថាជីវិតយើងមានពេលកំណត់ហើយពេលវេលាដែលយើងរស់នៅថ្ងៃនេះពិតជាមានតម្លៃខ្លាំងណាស់ដូច្នេះមនុស្សមិនគួរចំណាយពេលដ៏មានតម្លៃជីវិតដោយរស់តាមរំពឹងលើឪពុកម្ដាយរស់តាមរំពឹងលើសង្គមឬអ្នកដទៃរស់នៅលើផ្លូវជីវិតដែលខ្លួនមិនស្រឡាញ់គាត់ជឿជាក់ថាការធ្វើបែបនេះអ្នកកំពុងតែរស់នៅជាមួយជីវិតរបស់អ្នកដទៃមិនជាជីវិតរបស់ខ្លួនឯងឡើយជាការពិតណាស់ទស្សនៈនេះរបស់ Steve Jobs បានដកស្រង់ចេញពីសន្ទរកថានៅសាកលវិទ្យាល័យ Stanford នៅក្នុងឆ្នាំ2005ជាការដាស់តឿនដ៏មានឥទ្ធិពលសម្រាប់មនុស្សគ្រប់គ្នាលោកបានសង្កត់ធ្ងន់ថាសេចក្តីស្លាប់គឺជាកម្លាំងជំរុញឲ្យយើងរស់នៅដោយភាពស្មោះត្រង់ដោយខ្លួនឯងចំពោះខ្លួនឯងនៅពេលដែលយើងដឹងថាពេលវេលាមានកំណត់យើងនឹងចប់ខ្វល់ពីការវាយតម្លៃពីខាងក្រៅហើយចាប់ផ្ដោតលើអ្វីដែលសំខាន់ពិតប្រាកដហេតុអ្វីបានជារស់នៅតាមមាត់ឬក៏សំឡេងអ្នកដទៃការដែលរស់នៅតាមមាត់ឬក៏សំឡេងអ្នកដទៃគឺជាគ្រោះថ្នាក់មែនឬទេពិតមែនហើយគឺធ្វើឲ្យបាត់បង់អត្តសញ្ញាណកាលណាដែលយើងព្យាយាមធ្វើតាមគ្រប់គ្នាដែលគេនិយាយមកដើម្បីឲ្យគេពេញចិត្តយើងភ្លេចខ្លួនឯងថាជានរណាចង់បានអ្វីពិតប្រាកដការសោកស្ដាយនៅពេលទីចុងបញ្ចប់មនុស្សភាគច្រើនមិនសោកស្ដាយចំពោះអ្វីដែលខ្លួនធ្វើនោះទេប៉ុន្តែសោកស្ដាយអ្វីដែលពួកគេមិនបានធ្វើការកង្វះភាពច្នៃប្រឌិតដើរតាមគន្លងចាស់ដែលគេរៀបចំឲ្យធ្វើឲ្យយើងមិនអាចរៀបចំផែនការឬក៏ធ្វើអ្វីដែលថ្មីអស្ចារ្យសម្រាប់ខ្លួនឯងពេលវេលារបស់យើងមានកំណត់ដូច្នេះកុំខ្ជះខ្ជាយរស់នៅជាមួយជីវិតអ្នកដទៃដកស្រង់ដោយសន្ទរកថាលោក Steve Jobs ចំណុចសំខាន់ដែលយើងត្រូវរៀនគឺស្ដាប់សំឡេងបេះដូងគឺជាជាក់លើវិញ្ញាណទី6របស់អ្នកព្រោះវាដឹងថាអ្នកចង់បានអ្វីនិងចង់ក្លាយជាអ្វីហ៊ានកែប្រែអ្វីដែលខុសប្លែកមិនថាដើរតាមសង្គមមិនមែនដើរតាមសង្គមមិនមែនមានន័យថាប្រាជ័យនោះទេប៉ុន្តែការស្វែងរកខ្លួនឯងផ្ទាល់ធ្វើឲ្យយើងស្រឡាញ់ខ្លួនឯងស្រឡាញ់ការងារបំពេញចន្លោះដ៏ធំធេងនៃជីវិតដូច្នេះវិធីមួយគត់ដើម្បីឲ្យមានមោទនភាពគឺត្រូវធ្វើអ្វីដែលខ្លួនឯងជឿជាក់ថាវាអស្ចារ្យ